ចិននិងកាណាដាច្រានចោលការគំរាមរបស់លោកត្រាំរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីលោកត្រាំប្រមានដាក់ពន្ធ 100% លើកាណាដាខណៈចិនអះអាងថាដៃគូថ្មីមិនប៉ះពាល់ដល់អាមេរិកប្រទេសចិនបានប្រកាសថាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនេះជាមួយនឹងប្រទេសកាណាដាមិនបានធ្វើឲ្យប្រទេសដទៃទៀតខាតបង់នោះទេការអះអាងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានគម្រាមដាក់ពន្ធ 100% លើទំនិញរបស់កាណាដាប្រសិនបើប្រទេសនេះបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសចិនអ្នកនាំពាក្យក្រសួងការបរទេសលោក ហ្គរ ជេខុននៅថ្ងៃទី 27 ខែមករាឆ្នាំ 2026 បានបញ្ជាក់ថាភាពជាដៃគូយុទ្ធសាស្ត្រថ្មីរវាងកាណាដានិងចិនមិនបានផ្ដោតទៅលើភាគីទី3ណាមួយនោះទេលោកត្រាំនៅក្នុងការបង្ហោះសារមួយនៅលើបណ្ដាញសង្គម Truth Social កាលពីចុងសប្តាហ៍មុនបានគម្រាមដាក់ពន្ធហើយថែមទាំងប្រមានថាប្រទេសចិនកំពុងតែគ្រប់គ្រងដោយជោគជ័យនិងទាំងស្រុងលើប្រទេសកាណាដាជាការឆ្លើយតបនាយករដ្ឋមន្ត្រីកាណាដាលោក ម៉ាក់ ខានី បានថ្លែងថាកាណាដាមិនបានស្ថិតក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិននោះទេហើយមិនដែលពិចារណាលើកិច្ចព្រមព្រៀងនោះផងដែរដោយសារលោកបានបន្ថែមថាមន្ត្រីកាណាដាបានបញ្ជាក់ជំហររបស់ពួកគេយ៉ាងច្បាស់រួចហើយដល់សម្ភាគីអាមេរិកនៅពេលត្រូវបានសួរឲ្យឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីត្រាំនោះនាយករដ្ឋមន្ត្រីកាណាដានៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី 27 ខែមករាបានកត់សម្គាល់ថាកាណាដាមានកាតព្វកិច្ចជូនដំណឹងដល់សហរដ្ឋអាមេរិកប្រសិនបើខ្លួនមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសេដ្ឋកិច្ចមិនមានទីផ្សារដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហរដ្ឋអាមេរិកមិចស៊ិកកាណាដា USMCA ដែលជាកតិកាសញ្ញាពាណិជ្ជកម្មសេរីយូរអង្វែងរវាងភាគីទាំង3តាមរយៈកិច្ចព្រមព្រៀងនេះលោកខាតនេះបានបន្ថែមថាយើងគួរតែបានជូនដំណឹងជាមុនសិនហើយបន្ទាប់មកទើបមានដំណើរការបើកចំហនិងដំណាភាពខ្លាំងនាយករដ្ឋមន្ត្រីកាណាដាក៏បានប្រាប់អ្នកសារព័ត៌មានថាលោកជឿថាការគម្រាមកំហែងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចាដ៏ទូលំទូលាយរបស់លោកត្រាំមុនពេលពិនិត្យឡើងវិញជាកាតព្វកិច្ច USMCA ដែលត្រូវបានគ្រោងទុកសម្រាប់ចុងឆ្នាំនេះលោកក៏បានគូបញ្ជាក់ពីជំហររបស់លោកថាប្រទេសកាណាដាត្រូវធ្វើពិធីកម្មពាណិជ្ជកម្មរបស់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក